បណ្ដុះបណ្ដាលអំពីប្រវត្តិចលនាកាកបាទក្រហមគោលការណ៍គ្រឹះនិងវិជាសង្គ្រោះបឋមដល់យុវជនកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំនាសប្តាហ៍កន្លងទៅនេះសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំសហការជាមួយនឹងអនុសាខាកាកបាទក្រហមកម្ពុជាស្រុកសន្ទុកបានរៀបចំបើកវគ្គបណ្ដុះបណ្ដាលអំពីប្រវត្តិចលនាកាកបាទក្រហមអតិចង្ក្រហមគោលការណ៍គ្រឹះនិងវិជាសង្គ្រោះបឋមជូនដល់យុវជនកាកបាទក្រហមនៅវិទ្យាល័យកំពង់ថ្មស្រុកសន្ទុកចំនួន54នាក់ស្រីចំនួន45នាក់ដោយការអញ្ជើញចូលរួមពីសំណាក់លោកខាន់ញ៉េតំណាងលោកវណ្ណៈសោភានិតប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកសន្ទុកលោកស្រីលេងសុខីមនាយិការងសាខាលោកស្រីមន្ត្រីក្រមប្រតិបត្តិមន្ត្រីអនុសាខានិងមន្ត្រីការិយាល័យអប់រំស្រុកសន្ទុកវគ្គនេះក្នុងគោលបំណងឲ្យយុវជនកាកបាទក្រហមបានយល់ដឹងអំពីប្រវត្តិចលនាកាកបាទក្រហមអតិចង្ក្រហមវិជាសង្គ្រោះបឋមនិងជួយសង្គ្រោះដល់ជនរងគ្រោះដោយត្រឹមត្រូវទៅតាមបច្ចេកទេសហើយយកចំណេះដឹងថ្មីនេះទៅធ្វើការអប់រំផ្សព្វផ្សាយបន្តដល់បងប្អូននិងសហគមន៍រៀងៗខ្លួនអ្នកកានោះលោកខាត់ញេបានផ្ដល់ជូននៅអនុសាសន៍ដល់បងប្អូននិងក្មួយៗទាំងអស់មានចំនួន2ចំណុចសំខាន់បងប្អូននិងក្មួយៗទាំងអស់ជាកម្លាំងចូលរួមយ៉ាងសកម្មនិងសំខាន់ក្នុងការជួយដល់ប្រជាពលរដ្ឋនៅក្នុងសហគមន៍បងប្អូននិងក្មួយៗទាំងអស់ជាឆ្អឹងខ្នងរបស់កាកបាទក្រហមកម្ពុជានិងជាទំពាំងស្នងឫស្សីរបស់សង្គមជាតិផងដែរសម្រាប់ប្រធានបទដែលយកមកបង្ហាញមានដូចជាប្រវត្តិចលនាកាកបាទក្រហមអតិចង្ក្រហមគោលការណ៍គ្រឹះនិងការប្រើប្រាស់បដិរូបសន្លប់បាត់ស្មារតីមានដង្ហើមការធ្វើ CPR មនុស្សពេញវ័យកុមារទារកស្លាកមនុស្សពេញវ័យកុមារទារកវិធានការការពារជំងឺមិនឆ្លងធំទាំង4ប្រភេទសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រកបដោយបរិយាបន្ន